បាទសូមជម្រាបសួរលោកម៉ែណាតបាទបាទជំរាបសួរលោកសែនធចៈនិងប្រិមិត្តអ្នកស្ដាប់ VOD បាទអរគុណលោកម៉ែណាតសម្រាប់ការចូលរួមធ្វើជាវាគ្មិនជាបន្តនៅក្នុងកម្មវិធីបទសម្ភាសន៍ប្រចាំសប្តាហ៍របស់ VOD នៅថ្ងៃនេះក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនរវាងកម្ពុជាថៃដែលជាការបោះបង្គោលបណ្ដោះអាសន្ននឹងនៅតែមានការរិះគន់ថារដ្ឋាភិបាលនឹងបានកាត់ដីបរទេសដើម្បីដូរយកសន្តិភាពក្រោយមានការរិះគន់ប្រហែលថ្ងៃក្រោយមកហ្នឹងឃើញមន្ត្រីជំនាញរបស់រដ្ឋាភិបាលយ៉ាងហោចណាស់3រូបបានចេញមកបកស្រាយអំពីបញ្ហាព្រំដែននេះដោយច្រានចោលទៅលើការចោទប្រកាន់នោះហើយជារួមមកការបកស្រាយរបស់មន្ត្រីជំនាញរបស់រដ្ឋាភិបាលនេះគឺបានអះអាងថាការបោះបង្គោលព្រំដែនបណ្ដោះអាសន្នរវាងកម្ពុជាថៃនៅពេលនេះគឺធ្វើឡើងទៅតាមសន្ធិសញ្ញាបារាំងសៀមដែលជាហេតុផលមួយច្រានចោលជុំវិញការចោទប្រកាន់ថារដ្ឋាភិបាលនឹងកាត់ទឹកដីឲ្យបរទេសដើម្បីដូរយកសន្តិភាពអីជាដើមចឹងទៅជាសំណួរដំបូងលោកម៉ែណាតើលោកយល់ឃើញបែបណាចំពោះការចេញបកស្រាយរបស់មន្ត្រីជំនាញរដ្ឋាភិបាល3រូបនេះអរគុណច្រើនណាស់សម្រាប់សំណួរលោកសែនធចៈទី1យើងមានការសង្ស័យទៅលើសមាជិកពួកមន្ត្រីរដ្ឋាភិបាលហ្នឹងថាតើជាមន្ត្រីជំនាញកិច្ចការព្រំដែនមែនទេឬយ៉ាងណាទី2ការបកស្រាយរបស់ពួកគេហ្នឹងគឺផ្អែកទៅលើទស្សនវិជ្ជារបស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលអះអាងថាបញ្ហាដោះស្រាយរឿងព្រំដែនជាមួយថៃគឺស្មុគស្មាញអញ្ចឹងពួកមន្ត្រីទាំងអស់ហ្នឹងស្ដាប់ពួកគាត់និយាយតាំងពីដើមដល់ចប់គឺបង្ហាញពីភាពស្មុគស្មាញក្នុងការដោះស្រាយជាមួយថៃឲ្យដូចអ្វីដែលលោកហ៊ុនម៉ាណែតហ្នឹងអះអាងអញ្ចឹងហើយគាត់ព្យាយាមអះអាងពីភាពត្រឹមត្រូវក្នុងការបោះបង្គោលព្រំដែនតាមក្បួនខ្នាតរបស់បារាំងបាទគាត់អះអាងអញ្ចឹងប៉ុន្តែការអះអាងនេះយើងមើលទៅមានចំណុចមួយដែលគាត់ថាបង្គោលលេខ43របស់បារាំងហ្នឹងទៅនៅក្នុងដីថៃរឿងហ្នឹងយើងនឹកឃើញភ្លាមដល់ការបោះបង្គោលព្រំដែនជាមួយវៀតណាមកាលពីពេលកន្លងទៅអំពីរឿងគេគូសវាស់ខ្សែបន្ទាត់ព្រំដែនឆ្លងកាត់តាមភូមិកំណើតលោកតាហេងសំរិននៅខាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំកន្លែងហ្នឹងមានការជជែកគ្នាចុះឡើងទៅបានខាងវៀតណាមហ្នឹងគេដោះដូរភូមិលោកតាហេងសំរិនឲ្យមកខ្មែរវិញរួចខាងកម្ពុជាហ្នឹងផ្ដល់ដីតំបន់ម្ដុំបង្គោលឡាក់195 199អីហ្នឹងនៅម្ដុំខាងត្បូងឃ្មុំហ្នឹងទៅឲ្យខាងវៀតណាមអញ្ចឹងទៅគេដោះដូរដីខ្មែរយើងហ្នឹងទៅឲ្យវៀតណាមថាជាដីវៀតណាមអញ្ចឹងទៅគេថាអញ្ចឹងរួចទៅគេយកភូមិលោកតាហេងសំរិនមកវិញហើយកន្លែងហ្នឹងយើងមើលទៅការបកស្រាយហ្នឹងទៅហាក់ដូចជាប្រឌិតសាច់រឿងមួយនៅក្នុងចំណោមការបកស្រាយទាំងឡាយហ្នឹងថាជាការបកស្រាយដែលវាមិនមានភាពប្រក្រតីស្របតាមខ្លឹមសារនៃអ្នកជំនាញដែលគេចេះធ្វើការទេបើនិយាយពីអ្នកជំនាញកិច្ចការព្រំដែនគេចេះធ្វើការគេនិយាយចេះវិញគេនិយាយថាកាលណានិយាយពីការវាស់វែងបោះបង្គោលព្រំដែនគឺនិយាយផ្អែកទៅលើផែនទីបើអ៊ំមកថាពួកគេជជែករឿងផែនទីបារាំងຂະຫນាត1លើ200,000គេយកអាផែនទីបារាំងផ្ទាំងធំ original ហ្នឹងឬក៏ផែនទីដើមមកគេហ្នឹងយកមកគុនគូបង្ហាញសាធារណជនហើយគេវាស់មាត្រដ្ឋានមួយម្ដងផែនទីបារាំងមួយប្រហែលមួយຂະຫນាតវា1លើ200,000អញ្ចឹងគេយកបន្ទាត់យកប៊ិចហ្នឹងយកមកគូសវាសនៅលើចំណុចមួយក្នុង1សង់ទីម៉ែត្រនៅលើផែនទីហ្នឹងវាស្មើនឹង2គីឡូដីនៅលើដីចាក់ស្ដែងហ្នឹងផែនទីຂະຫນាតលើ1 200,000បាទຂະຫນាត1លើ200,000 1សង់ទីម៉ែត្រលើផែនទីវាស្មើដី2គីឡូបើផែនទីຂະຫນាត1លើ100,000 1សង់ទីម៉ែត្រលើផែនទីវាស្មើដី1គីឡូអញ្ចឹងណាគេត្រូវយកអានោះមកបង្ហាញប៉ុន្តែមិនមែនគ្រប់ទៀតបង្ហាញលើកញ្ចក់ទូក៏អាចបង្ហាញជាឧទាហរណ៍បានតែចំពោះការវាស់វែងជាក់ស្ដែងគឺវាស់វែងជាក់ស្ដែងគេត្រូវយកផែនទីរបស់បារាំងហ្នឹងយកទៅផ្ទៀងផ្ទាត់នៅគ្រប់ចំណុចទាំងអស់នៅលើតំបន់ព្រំដែនឧទាហរណ៍ដូចជាតំបន់ព្រៃច័ន្ទតំបន់ភូមិជោគជ័យស្រុកអូជ្រៅអញ្ចឹងក្នុងផែនទីបារាំងយើងបានពិនិត្យហើយជាមួយលោកអ៊ុំសមានអីហ្នឹងអត់មានសរសេរពីឈ្មោះភូមិហ្នឹងទេដោយសារអីភូមិហ្នឹងទៅតែកើតនៅម្ដុំជាទសវត្សរ៍ឆ្នាំ90នេះ90 91នេះអញ្ចឹងអត់មានឈ្មោះភូមិហ្នឹងទេហើយផែនទីបារាំងគេធ្វើឡើងតាំងពីឆ្នាំ1908ម្លេះអញ្ចឹងណាតែវាមានភូមិដទៃទៀតមានឈ្មោះភូមិឈ្មោះតំបន់ឧទាហរណ៍នៅខាងព្រះវិហារមានតំបន់អានសេះតំបន់ភ្នំត្រប់គឺមានដាក់ច្បាស់ហ្មងអញ្ចឹងយើងឲ្យមានខ្សែបន្ទាត់ផែនទីច្បាស់ទៀតអញ្ចឹងគេដើម្បីផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវតាមក្បួនខ្នាតផែនទីគេធ្វើដំណើរទៅកាន់តំបន់ភ្នំត្រប់តំបន់អានសេះហើយគេយកមាត្រដ្ឋានលើផែនទីនឹងវាស់វែងហើយគេយកទៅវាស់នៅលើដីជាក់ស្ដែងពីតំបន់ហ្នឹងទៅកាន់ខ្សែបន្ទាត់ព្រំដែនអាហ្នឹងបានដឹងថាខ្សែព្រំដែនមាននៅកន្លែងណាអាហ្នឹងតាមបច្ចេកទេសព្រំដែនគេធ្វើអញ្ចឹងទាំងអស់ទាំងតំបន់ដែលមានបញ្ហាជាមួយថៃហ្នឹងហើយវាមានទៀតនៅក្នុងបង្គោលព្រំដែនថៃហ្នឹងវាមាន74បង្គោលសរុបអាបង្គោលដែលបោះបារាំងហ្នឹងវាមាននិយមការដូចយើងជជែកពីសប្តាហ៍មុនអញ្ចឹងបងណាវាមាននិយមការមានរបាយការណ៍លម្អិតអញ្ចឹងគេចុចទីតាំងបង្គោលមួយហ្នឹងហើយគេវាស់វែង
chẳng cái bỏ về hãy cái tìm toát tam phèn tí rồi bỏ răng nâng tại dừng mưa ca bỏ sai ní mến thế còn tại trong cọp chật lục hôn mà nét thá ca bỏ sai bỏ lục hôn mà nét trớ hay ca bỏ sai bỏ lục hôn thân trớ tập nó nghe hay ca bỏ sai rồi bỏ lục hôn sai cái đây lục hôn mà nét cái đây ní nên nãy còn đăng tha kia ca bỏ sai nông xa này yêu bài đây của shop cho môi nâng ca cầm riêng mà hãy nè tị tiền nè đi cốn đã cục hay đó là phụ mình trai ra thay ba lại tranh mà an nào tu chuyện đấy có không ca việc luôn đấy bảo dân chỉ con dây tại khóc trong đây mê đang nằm tích quạt trong cua xa quát ai phải chôm nó cục cho bạn này hãy bắt bong tu nửa tí em nãy nó chua là thay ba tiền mà nó hay còn thầu ta không thôiอย่างนั้นก็ได้กาพี่ให้พอหรือวะโลกคนมาไหนโลกคนใส่จังtựคล้ายตัวกากับเรียมมาให้คล้ายจอบคุกโดยสาการนี้ยี่ได้มันเต้าจัดในดักนอมดิจังให้จมูกคะแนนนั่งได้เข้มขันในฉลองมันจังติ๊กตี้โดยเชี่ยสมได้หรือว่าโลกยักษ์บนชัยเราไปได้ยื่นกับเมียนจุ่มลูกจมูกซีมเพลียมนั่งโลกยักษ์บนชัยถ้าซีมหมอโยได้เราขังเล็กภูมิปริจันประมาณกี่ปีกิโลต่อใบกิโลให้เราไปกล่าวอยู่นั่นไปไปจะบ้านโลกยักษ์บนชัยก็โดจุ่มหัวหายก็บารมีสวัสดิ์เพียบประกอบได้จุ่มนายไอ้โลกอีเชียนวิ่งแต่ปีมุนก็ทอบในยัยท่าซีมโยได้เรามาดมศกกลมเรียงนั่งโยได้ขมายอุ้ยแล้วนั่งโลกอีเชียนจะไตตะจะไว้ใครไปเล่นนั่งก็โดจุ่มหัวได้หมอจอประกันโลกสมอาน่ะไตตะสมัยศึกษาเพียกัมเชียนั่งได้โยกมนัดก็โยภาษาก็ปีมุนนั่งโยมอนยัยโลกอีเชียนปะจะใส่ถ้าโลกสมอานั่งยิมมันตรำเต้าเขาเนี่ยโดยฉะนั้นต่างโลกอีเชียนต่างโลกยักษ์มันใช้ตั้งผู้ในจำเนียงกาต่างอ้อนเอาขนมรถไทยบ้านกัมเชียนั่งคือนอมคนนี้กาปีไฮพอลบอลโลกคนมาได้โลกคนใส่ปัญไดขณะกู้เป็นเจ้าจูนโอนโดยใครท้าเก็บบอกของกูพรมได้นั่งเก็มันไปตื่นเลือมูลฐานไอกระซ่ากระเตยุดเราบอกปรังเตยังมวยเมนเตนะคือเก็บไปตื่นเลือไอกระซ่ากระเตยุดได้เมียนเราขนมกัดพรมเปรี้ยงที่กรงลาลำปูไงดับไงมาเพย์ผมมุ้ยใครตัวลาพี่บอลเพย์แฝงนั่งให้ขนมจำน้อมกัดพรมเปรี้ยงนั่งขนมจำนวนมุ้ยนั่งเมียนจำนวนมุ้ยเก๋เจ๊ท้ากระหน่ำกำกาพรมได้กำเชี่ยแต่งคณะกรรมการสนะเชียแต่คณะกรรมการสนะตะวันนั้นเท่ากับต่อจะใช้คะแนนดอกสลายปัญหาพรมได้ตามไปใจกันเต้ให้นั่งวอเวงเลยได้จากใดการนั้นยิ่งจังวอเวงได้จากใดยิ่งดักการปลุกร้อนตั้งปีเมียนกันพรมเพียงท้าคือเกี่ยบังคับเพียกีไทยนั้นบังคับเอาจำไปเชียตัวโยรัฐพลบัตไทยจังบานให้การจังให้รัฐพลบัตไทยจังบานนั้นไทยบานเกี่ยชี้เยี่ยมส่งกรุ๊ปชัวเชิงในกรุ๊ปตะวันจำนวนขนมได้เมียนใจในขนมแผ่นตีบัตไทยมวยเลยหาสปอนโอเคนั่นคือเกี่ยส่งกรุ๊ปโจมอเวียดตีขนมใดขมายสอบตามแผ่นตีเกี่ยให้บังคับเงยขมายดอกสายปัญหาในเรื่องใดได้กี่ชัวเชิงนั่นจังให้บ้านยังจะเจ๊กระลองเต้าท้าไทยเก็บบังคับเอาขมายตัวโยกะดอกสายตามรูปมุนเดฟักโตรูปมุนเดฟักโตนั่นเกี่ยชัวเชิงหนึ่งไรนะจับดาวบอกเวงบอกของโกพรมได้นอกไรนองจังนั้นนะอันนั้นให้ทำไมนั่งโดยจิตไงในเองจังในโลกพลสมบัติในเวดีนั่นก็บานสู้ยมได้ท่าไทยกระแสไทยโดยจิตเขาสดไทยนั่นเนี่ยจำเนียงไทยอาหารจะมาล้อให้ไทยท่าบอกของโกพรมได้นั่นเบี้ยกี่ไปตะเลือกาจุ่มหัวในกิจพรมเพียงกับเรียงกำเชียไทยท่าเหม็นไปตะเลือจุ่มหัวในไอกระแสเตะยุดบาปรังนะให้มันยังเทียบเกข้างไทยเกตั้งปีดาวมาเกอดได้แต่ตู้สควอลแผ่นที่บารังเต้ปีพวกกีท่าแผ่นที่บารังนั่นกี่แผ่นที่นั่นในกุ้งให้บอกพระองค์ยังโตจะเจ๊จะส่งไปจะเปียปอนหนังเรื่องสาวกรอมละการในภาษาประเพณีนั่นก็ไทยจุ่มตัวได้จุ่มตัวสาวกรอมนั่นได้วิจังไอ้ท่าจอประกันตรองเตาบารังท่าบารังเกี่ยพีเกียนะกุ้งจังกูแผ่นที่จะนอนนั่นคืออย่าตรอมเตาแผ่นที่บอกไทยที่มันตรอมเตาเกี่ยอาหารจังแต่แผ่นที่ไทยเกี่ยมันเยอะแต่อันวัดจะอันไรเจ็ดนะพวกตามกระบวนขนาดอันไรเจ็ดเกี่ยอันวัดแผ่นที่นั่นกุ้งเกี่ยตู้สควอลจะอันไรเจ็ดเกี่ยมันตู้สควอลแผ่นที่ไอ้กับต่อเพื่อกีนามวยกูเต้จังให้บ้านไทยบังคับเอากำเชี่ยตัวโยให้พอพอเกี่ยสองไงเนี่ยให้เรารัฐไทยบ้านกำเชี่ยนำไปการเปียคลูนการเปียการเจ้าประกันเอาในจำเนียงการบอกครูนั่งคุยตันติ้งเปียท่าดอกสายปัญหาพรมได้มวยไทยไปบ้านไปตามไอ้กระซ่ากระเตยยุดวะบารังไอ้ดอกข้างไทยถอดเต้นี่ไทยเหม็นยังยี่มอเตอร์เต้ที่พระองค์ยังเหม็นไอ้ยังเมียนตาปุในจำเนียงการไทยก็ใจมาหางที่พลาวกายกระแสซาโบรเมียนไทยซาโบรเมียนมาจนนู้นเจ้าสายฮะเต้กี่ดอกสายปัญหานั่นคือตามการบอกเป็นได้จะสายตามกิจกรมเปลี่ยนกลาลำปูแต่กิจกรมเปลี่ยนกลาลำปูนั่นไงมาเพย์ผมมวยต่อลาพิบอลเพย์แฟมนะไอ้กิจจบมาบอกเป็นได้จะสายบ่มโกพรมได้เลยได้จะสายนะไอ้ยังไปเจ้าจูนให้ไปเจ้าจูนที่ท่าบอกเป็นเลยได้จะสายนั่นเป็นเพื่อเอาจำเจี๊ยบบัดบ้องโบนาฟิเตอร์ผู้เสียมจูมาเรียนเปลี่ยนตามตำเนินจะไทยบังคับไม่ขมายตัวโยกาบอกเป็นเลยได้จะสายอันนั้นเป็นจังครับผมนะจูนอยู่บอลปนังบ้าน
អញ្ចឹងជារួមមកវិញរដ្ឋាភិបាលបានបញ្ចេញមន្ត្រីចំនួន3រូបដើម្បីបកស្រាយឬក៏ការពារទៅនឹងការបាទសំទោសពាក់ព័ន្ធទៅនឹងការច្រានចោលទៅនឹងការចោទប្រកាន់របស់អ្នកដែលរិះគន់ថារដ្ឋាភិបាលនឹងកាត់ទឹកដីឲ្យថៃដើម្បីដោយយកសន្តិភាពប៉ុន្តែដោយលោកលើកឡើងដែរលោកម៉ែណាតលើកឡើងដែរថាសារព័ត៌មានថៃក៏បានចុះផ្សាយជាបន្តបន្ទាប់ដែរក្រោយពេលដែលមន្ត្រីកម្ពុជាបកស្រាយអញ្ចឹងហើយប្រហែលថ្ងៃបន្ទាប់មកឃើញសារព័ត៌មានថៃនឹងបានចុះផ្សាយថាបកគោលព្រំដែនដែលបោះបដិអាសន្ននឹងអត់បានធ្វើទៅតាមសន្ធិសញ្ញាបារាំងសៀមដោយដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងនោះទេគឺគេធ្វើទៅតាមកិច្ចព្រមព្រៀងរវាងកម្ពុជាហើយនិងប្រទេសថៃអញ្ចឹងជាសំណួរមកវិញបើយើងឆ្លុះប្រចាំងភាពផ្ទុយគ្នាទាំងពីរហ្នឹងមានន័យថាការចោទប្រកាន់រិះគន់ថារដ្ឋាភិបាលនឹងកាត់ទឹកដីឲ្យបរទេសនឹងជារឿងពិតឬក៏បែបណាទៅលោកម៉ែនហាត់រឿងហ្នឹងវាជារឿងពិតហើយបងដែលថាជារឿងពិតដោយសារភាគីកម្ពុជាក៏គេអះអាងពីរឿងការបោះបង្គោលព្រំដែនស្របតាមកិច្ចព្រមព្រៀងកាឡាឡាំពួររឿងកម្ពុជាថៃដែលមានប្រធានអាស៊ានដូវេនលោកអាន់វ៉ាអ៊ីប្រាហ៊ីមហើយនិងលោកធានាធិបតី5របស់អាមេរិកហ្នឹងគឺជាសាក្សីដែរហើយកិច្ចព្រមព្រៀងកាឡាឡាំពួរហ្នឹងគេនិយាយដូចខ្ញុំបញ្ជាក់ជូនមិញហ្នឹងថាគឺមានចំណុចមួយនោះគេនិយាយអំពីឲ្យគណៈកម្មការនៃព្រំដែននៃប្រទេសទាំងពីរនោះវាស់វែងព្រៀងទាត់ដីជាក់ស្ដែងបោះបង្គោលលើដីជាក់ស្ដែងដោះស្រាយរួមគ្នាដោយសន្តិវិធីនិងភាពចាស់ទុំនៅលើដីជាក់ស្ដែងវាស់វែងលើដីជាក់ស្ដែងកិច្ចព្រមព្រៀងគេជាភាសាអង់គ្លេសប៉ុន្តែយើងទៅអានឡើងវិញកន្លែងពាក់ព័ន្ធពាក្យគណៈកម្មការព្រំដែន JBC OBC ហើយនឹងគណៈកម្មការជាតិទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសទាំងពីរហ្នឹងផងបាទគឺគេមាននិយាយចំណុចហ្នឹងហើយយើងដាក់ការសង្ស័យដោយសារអីដោយសារបច្ចេកទេសក្នុងការបោះបង្គោលព្រំដែននេះយើងមិនបដិសេធសមត្ថភាពពួកអ្នកដោះស្រាយទាំងស្រុងទេពួកអ្នកដោះស្រាយនោះអ្នកខ្លះក៏គាត់មានចំណេះចេះដឹងដែរតែវារឿងហ្នឹងវាមិនមែនពាក់ព័ន្ធនឹងការងារបច្ចេកទេសណាបងរឿងហ្នឹងគឺពួកអ្នកនយោបាយខ្មែរគ្នាឯងនឹងសង្កត់ទៅលើពួកអ្នកបច្ចេកទេសហ្នឹងឲ្យធ្វើការតាមបំណងរបស់ខ្លួនអញ្ចឹងណាធ្វើការបំណងតាមបំណងរបស់ខ្លួនឲ្យថាលោកហ៊ុនសែនគាត់ខ្លាចបាត់ប្រយោជន៍ទី1ទី2ក៏ខ្លាចបាត់អំណាចហើយកាលណាគេចោទប្រកាន់យូរទៅជ្រុលទៅវាអាចធ្វើឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងវាដួលរលំអីចឹងដែរការបារម្ភហ្នឹងវាបារម្ភអញ្ចឹងអាហ្នឹងមួយទៅបារម្ភមួយទៀតខ្លាចផ្ទុះសង្គ្រាមជាថ្មីអីទៅខាងថៃគេប្រើអាយន្តហោះ F16 គេហ្នឹងមកបាញ់ផ្ទះលោកហ៊ុនសែនដោយពួកថៃគេធ្លាប់អះអាងអញ្ចឹងទៅលោកក៏សិតតែជាក្នុងគំនិតទាំងអស់ម្ល៉េះហើយដើម្បីការពារទូនាទីការពារអំណាចហ្នឹងវាត្រូវតែបង្ខំឲ្យអ្នកបច្ចេកទេសព្រំដែនកម្ពុជាហ្នឹងដោះត្រូវធ្វើម៉េចនិយាយតាមមេដឹកនាំត្រូវប្រើពាក្យបច្ចេកទេសប្រើពាក្យមិនក្នុងន័យថាការពារមេដឹកនាំម្ល៉េះហើយបានថាការអះអាងរបស់ពួកមន្ត្រីខ្មែរហ្នឹងគ្រាន់តែជាការអះអាងបង្ទប់ស្កាត់ការចោទទី1ទី2បង្កើតចំនួនជាមួយខ្មែរមិនមែនបង្កើតចំនួនមួយថៃទេគឺបង្កើតចំនួនមួយខ្មែរហើយប្រើសារគម្រាមកំហែងចាប់ដាក់គុកឲ្យបន្ថែមឃើញទេហ្នឹងហើយដូចជាកន្លងទៅឃើញពួកមន្ត្រីរដ្ឋាភិបាលចេញអះអាងប្រឈមជាមួយលោកអ៊ុំសំអានអតីតសមាជិកសភាកម្ពុជាហ្នឹងដោយសារអីដោយសារលោកអ៊ុំសំអានគាត់នាំក្រុមការងារគាត់ទៅស្រាវជ្រាវនៅបណ្ណាល័យសភាអាមេរិកស្រាវជ្រាវផែនទីណាគាត់នាំគ្នាទៅស្រាវជ្រាវផែនទីនៅបណ្ណាល័យសភាអាមេរិកខ្ញុំទទួលស្គាល់លើសមត្ថភាពលោកអ៊ុំសំអានគាត់នាំគ្នាទៅក្រុមការងារគាត់ទៅស្រាវជ្រាវព្រំដែនផែនទីព្រំដែនកម្ពុជាថៃហ្នឹងនៅអង្គការសហប្រជាជាតិនៅសភាអាមេរិកហើយគាត់បានផែនទីមកទាំងអស់ហើយផែនទីហ្នឹងខ្ញុំមែនទេខ្ញុំក៏ធ្លាប់មានខ្ញុំក៏មានដែរមែនទេនៅខ្ញុំបាននាំធ្លាប់អានធ្លាប់មើលពីផែនទីនៅតម្កល់នៅបណ្ណាល័យភូមិសាស្ត្រនៅស្រុកបារាំងហើយផែនទីព្រំដែនរឿងកម្ពុជាបារាំងកម្ពុជាសៀមហ្នឹងហើយមានយើងមើលលំអិតលើផែនទីហ្នឹងវាថាវាស់វែងដីជាក់ស្ដែងរាល់ថ្ងៃហ្នឹងវាមិនរត់ទៅលើអាខ្សែបន្តព្រំដែនផែនទីរវាងរបស់បារាំងទេអញ្ចឹងបងណាបាទវារត់នៅលើក្បួនខ្នាតថ្មីដែលគេកំណត់ថ្មីដោយគណៈកម្មការព្រំដែនថ្មីហ្នឹងហើយជាពិសេសបង្គោលមួយចំនួនដែលបោះរុនសល់ទុកពីសម័យបារាំងហ្នឹងត្រូវបានថៃរំកិលចូលមែនដោយការអះអាងកន្លងទៅរបស់លោកញឹកបញ្ឆាយអញ្ចឹងគឺថៃបានលួចរំកិលបង្គោលព្រំដែនមកចូលក្នុងដីភូមិសាស្ត្ររបស់ខ្មែររួចទៅបង្ខំឲ្យខ្មែរទទួលយកថាបង្គោលហ្នឹងជាបង្គោលត្រឹមត្រូវអីចឹងណាអញ្ចឹងបានថានៅក្នុងបច្ចេកទេសព្រំដែនហ្នឹងយើងមិនចង់វាយបកទៅគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលអីទេព្រោះធ្វើមិនទេគាត់ក៏ជាជនរងគ្រោះដែរព្រោះគាត់ក៏ការពារហេតុផលរបស់រដ្ឋាភិបាលដើម្បីកុំឲ្យរដ្ឋាភិបាលហ្នឹងធ្វើទុកបុកម្នេញដល់គាត់ដកអំណាចដកទូនទីគាត់អីចឹងគាត់ចេះតែក្នុងក្នុងការពារហេតុផលហ្នឹងហើយ
តែអាបច្ចេកទេសដីជាក់ស្ដែងហ្នឹងវាមិនមែននៅត្រង់ហ្នឹងទេអញ្ចឹងបានយើងឲ្យយកអាផែនទីបារាំងហ្នឹងទៅផ្ទៀងផ្ទាត់លើខ្សែបន្ទាត់បង្គោលព្រំដែនរបស់បារាំងពីមុនតែចំណុចហ្នឹងបើសិនយកអាផែនទីបារាំងទៅផ្ទៀងផ្ទាត់លើដីជាក់ស្ដែងនៅតាមខ្សែបន្ទាត់ព្រំដែនប្រកាសជាថៃខ្ទាស់ហើយព្រោះថៃហ្នឹងបងអូនដឹងប្រាប់អាកន្លងទៅហ្នឹងដែលកើតដែលរឿងឆ្លោះគ្នារហូតដល់បាញ់គ្នាកន្លងទៅហ្នឹងគឺថៃគេមិនព្រមព្រៀងទៅលើអាផែនទីបារាំងហ្នឹងអាថៃមិនព្រមព្រៀងដាច់ខាតគឺគេមិនព្រមព្រៀងទី1គេមិនព្រមព្រៀងទទួលស្គាល់អាផែនទីបារាំងទេទី2ហៅគេទៅតុលាការអន្តរជាតិក៏គេមិនទៅដែរគេមិនចូលរួមទទួលយកយុត្តាធិការរបស់តុលាការទេប៉ុន្តែគ្រាន់តែបញ្ជាក់ជូនបងអូនចេះទេក្នុងស្មារតីនៃច្បាប់អន្តរជាតិមិនសម្ដៅថាភាគីណាមិនទទួលស្គាល់ទេឲ្យតែភាគីកម្ពុជាប្តឹងទៅតុលាការគេនឹងដោះស្រាយតាមយុត្តាធិការរបស់តុលាការហើយអត់មានប្រវាក់ទេព្រោះដូចបញ្ហាប្រាសាទព្រះវិហារកន្លងទៅថៃក៏ធ្លាប់មិនទទួលស្គាល់ដែរមិនទទួលស្គាល់យុត្តាធិការតុលាការដែរទទួលស្គាល់មកផ្លេតហើយក្រោយក៏ឈប់ទទួលស្គាល់ប៉ុន្តែតុលាការគេនៅតែដោះស្រាយបញ្ហាហ្នឹងដោយតាមយន្តការរបស់គេអញ្ចឹងហើយរឿងតុលាការអន្តរជាតិហ្នឹងវាសំខាន់ជាតុលាការ ICJ ហ្នឹងវាជាភ្នែកជាសម្បត្តិរបស់អង្គការសហជីវជាតិអញ្ចឹងណាហើយខ្មែរយើងអត់ធ្វើរឿងហ្នឹងហើយទៅធ្វើបំពេញចិត្តថៃសពថ្ងៃធ្វើបំពេញចិត្តថៃហើយដល់គេចោតប្រកាន់ទៅទោសដាក់ទោសគេដកទោសគេស្កោលទោសគេអញ្ចឹងវាមិនត្រូវអញ្ចឹងនៅខ្ញុំបញ្ជាក់ជូនមិញអញ្ចឹងថារដ្ឋាភិបាលកម្ពុជាវាប៉ះនឹងចំណុចរសើបហើយគេបងប្អូនយើងតិទៀននឹងប៉ះលើចំណុចរសើបថាការដោះស្រាយបញ្ហាព្រំដែនមួយថៃនឹងគឺខាងកម្ពុជានឹងដោះស្រាយដោយមិនប្រក្រតីទេអញ្ចឹងបានខំឲ្យចេញពួកមន្ត្រីរដ្ឋាភិបាលនឹងឲ្យមកជួយការពារលើអ្វីដែលលោកហ៊ុនម៉ាណែតអះអាងហ្នឹងអញ្ចឹងណាជួយការពារហេតុផលរបស់លោកហ៊ុនម៉ាណែតយ៉ាងឯងអញ្ចឹងបងបាទអរគុណលោកម៉ាណាតជាសំណួរចុងក្រោយជាការកត់សម្គាល់ភាពចម្រូងចម្រាសនៃការចោទទៅលើរដ្ឋាភិបាលពីរឿងព្រំដែននេះគឺកើតច្រើនទសវត្សរ៍មកហើយតាំងពីរឿងបោះបកគោលព្រំដែនជាមួយវៀតណាមកន្លងទៅនោះហើយមនុស្សមិនតិចទេដែលត្រូវបានចាប់ខ្លួនដោយសារតែនិយាយអំពីបញ្ហាព្រំដែនក្នុងនោះរួមមានទាំងលោកម៉ាណាតផងដែរដែលភៀសខ្លួនទៅក្រៅប្រទេសដោយសារនិយាយពីបញ្ហារឿងព្រំដែននេះហើយនឹងមន្ត្រីគណៈបកប្រឆាំងមួយចំនួនទៀតដូចជាលោកអ៊ុំសំអានអីជាដើមអញ្ចឹងទៅលោកម៉ាណាតជាសំណួរថាតើគណៈបកកណ្ដាលអំណាចនឹងត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យគណៈបកប្រឆាំងនឹងបន្តយកបញ្ហាព្រំដែននេះបន្តចោទគណៈបកកណ្ដាលអំណាចជាបន្តបន្ទាប់បាទរឿងពាក់ព័ន្ធបងប្អូនលើកឡើងពាក្យថាបកប្រឆាំងនិងបកកណ្ដាលអំណាចហ្នឹងគឺជាពាក្យពីរម៉ាត់ដែលបង្កប់នៅនៃកម្ពុជានឹងគ្មានឯកភាពជាតិហើយបង្កើតភាពបន្ទុះសារាយតែលើខ្មែរគ្នាឯងបញ្ហាបន្ទុះសារាយលើខ្មែរគ្នាឯងនេះនៅក្នុងប្រវត្តិសាស្ត្រខ្មែរគឺយើងបាត់បង់ទឹកដីដោយសាររឿងពួកអ្នកកាន់អំណាចហ្នឹងគេអះអាងពីភាពត្រឹមត្រូវរបស់គេហើយដល់ពួកវិជាបរដ្ឋខ្មែរពួកអ្នកប្រឆាំងខ្មែរហ្នឹងថាបង្ហាញទឹកដីបរមទៅក៏ចោទថាពួកកាន់អំណាចហ្នឹងខុបខិតជាមួយបរទេសអញ្ចឹងណាប៉ុន្តែជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រតាំងពីទឹកដីមហានគរមានព្រំដែនដល់លាវដល់ភូមាដល់ម៉ាឡេយូជ្រោយម៉ាឡេយូអីទៀតឥឡូវទឹកដីព្រំដែនក្នុងប្រវត្តិសាស្ត្រទៅណាអស់ហើយសួរថាការបារម្ភរបស់អ្នកវិជាបរដ្ឋរបស់អ្នកប្រឆាំងនឹងត្រូវទេគឺត្រូវថាអីជាក់ស្ដែងគឺដីខ្មែរវារួមតូចនៅសល់តែប៉ុណ្្នឹងដោយសារអីដោយសារអញ្ចឹងណាហើយម្ដងរហងៃនឹងអញ្ចឹងទៀតលោកហ៊ុនសែនខំធ្វើកិច្ចព្រមព្រៀងថ្មីធ្វើសន្ធិសញ្ញាថ្មីជាមួយវៀតណាមក៏ធ្វើហើយជាមួយថៃនឹងក៏ធ្វើជាបន្តបន្ទាប់ដែរហើយធ្វើឡើងទៅបោះបង្គោលព្រំដែនឡើងវិញអីចឹងហូរហែអញ្ចឹងទៅហើយធម្មតាទេបងប្អូននៅក្នុងប្រវត្តិនៃការបោះបង្គោលព្រំដែនកាលណាធ្វើសន្ធិសញ្ញាថ្មីធ្វើកិច្ចព្រមព្រៀងថ្មីធ្វើកិច្ចលក្ខខណ្ឌថ្មីអីជាមួយប្រទេសជិតខាងហ្នឹងក្នុងការបោះបង្គោលព្រំដែនបានន័យថាធ្វើឲ្យមានការកែសម្រួលខ្សែបន្ទាត់ព្រំដែនឡើងវិញហើយពេលខ្សែកែសម្រួលខ្សែបន្ទាត់ព្រំដែនឡើងវិញវាមិនអាចទៅអាខ្សែបន្ទាត់ព្រំដែនដើរតាមអាខ្សែបន្ទាត់ព្រំដែនចាស់បានទេអានោះត្រូវចាំហ្នឹងក្នុងសូម្បីតែផែនទីក៏ដោយផែនទីអូម៉ាថាផែនទី1 លើ 100,000 1 លើ 200,000 កាលណាក្រុមការងារហ្នឹងខុសគ្នាគឺផែនទីហ្នឹងវាដើរទៅលើដីជាក់ស្ដែងអត់ដូចគ្នាទេលើកលែងតែផែនទីឧទាហរណ៍ផែនទីបារាំង1 លើ 200,000 អញ្ចឹងរបស់បារាំងហើយគេយកបរិយាទៅជា1 លើ 50,000 ឬក៏1 100,000 គេគ្រាន់តែធ្វើ convert ឬក៏ធ្វើបំលែងពីអាផែនទីដើមហ្នឹងឲ្យទៅជាផែនទីតាមរូបមន្តថ្មីយកអាចាស់ទៅបំលែងអាហ្នឹងវាអត់បាត់ទេតែបើថាយកអាផែនទីក្រុមការងារផ្សេងគូសដោយក្រុមផ្សេងគ្នាមកធ្វើការផ្ទៀងផ្ទាត់គឺអត់ត្រូវគ្នាទេវាអញ្ចឹងណាដោយសារអីឧទាហរណ៍ចេះដូចក្រុមលោកសច្ចៈទៅគូសផែនទីនៅលើក្នុងជាប់នឹងតំបន់ភ្នំទ្របខេត្តព្រះវិហារហើយដល់ពេលក្រុមលោកអ៊ុំសំអានលោកប៉ុលសម្បត្តិគាត់គូសផែនទីនៅលើតំបន់ព្រំដែនឆ្ងាយពីព្រះវិហារ1 គីឡូឧទាហរណ៍ចុះអញ្ចឹងអាផែនទី2ហ្នឹងទោះបីຂະຫນាតដូចគ្នាក៏ដោយក៏នៅតែមិនត្រូវគ្នាដែរ
ចឹងបានក្នុងផែនទីហ្នឹងគេប្រយ័ត្នណាគេថាបើក្រមភូមិសាស្ត្រដូចក្រមភូមិសាស្ត្រឥណ្ឌូចិនផែនទីបារាំងដែលយើងទទួលស្គាល់ជាអន្តរជាតិទាំងជាមួយវៀតណាមទាំងជាមួយថៃហ្នឹងដូចគ្នាគឺឲ្យយកຂະຫນាតផែនទីរបស់អាណានិគមរបស់បារាំងមកធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាអាហ្នឹងដើម្បីជៀសវាងចំនួនហើយដល់រដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងវាឈប់ឆ្លោះជាមួយថៃហើយព្រោះព្រមព្រៀងតាមថៃបោះបង្គោលព្រំដែនតាមដីជាក់ស្ដែងតាមរូបមន្ត de facto នឹងដីជាក់ស្ដែងចឹងថៃក៏គេព្រមជាមួយខ្មែរដែរពីព្រោះអ្វីដែលថាភាគីកម្ពុជាកំពុងបោះបង្គោលព្រំដែនហ្នឹងគឺដើរតាមខ្សែបន្ទាត់ផែនទីរបស់ថៃຂະຫນាត1/100,000របស់ថៃហើយទោះបីរដ្ឋាភិបាលកម្ពុជានឹងអះអាងថាមិនធ្វើតាមថៃក៏ជាក់ស្ដែងវានៅលើចំណុចហ្នឹងដែរព្រោះថៃគេមកឈួរជើងកន្លែងហ្នឹងហើយគេមិនអាចដកថយទៅវិញដោយគ្មានផលប្រយោជន៍ទេមិនចឹងហើយកម្ពុជានេះគ្មានអីបកស្រាយឲ្យសមហេតុសមផលមានតែគម្រាមប្រជាពលរដ្ឋខ្មែរគ្នាឯងដាក់គុកហើយមកបកស្រាយបន្លំថាយកក្បួនខ្នាតរបស់បារាំងយើងមកដោះស្រាយក្បួនខ្នាតបារាំងមិនបើថៃមិនព្រមផងហើយបើថៃមិនព្រមយើងជំរុញថាអូខេបើថៃមិនព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយកម្ពុជាក៏មិនប្តឹងទៀតអត់ទាន់ឃើញមានប្តឹងអីទេព្រោះទៅស្ងាត់មកបោះដោះស្រាយបញ្ហាហ្នឹងតាមស្ថានភាពជាក់ស្ដែងហើយបង្កើតចំនួនដូចខ្ញុំនិយាយមិញអញ្ចឹងដូចបងអូនសួរថាបកប្រឆាំងបករដ្ឋាភិបាលបានន័យថាបើយកបញ្ហាហ្នឹងមកបង្កើតចំនួនខ្មែរគ្នាឯងបង្ក្រាបខ្មែរគ្នាឯងរួចទៅសុំកលុំជាមួយគេដោះស្រាយជាមួយគេស្ងាត់អញ្ចឹងទៅអាហ្នឹងចឹងណាបងណាអាហ្នឹងហើយជាកំហុសរបស់មេដឹកនាំហើយមេដឹកនាំគ្មានអីទេដោយសារមេដឹកនាំគាត់លោភលន់នឹងអំណាចគាត់ស្រឡាញ់អំណាចពេកអញ្ចឹងគាត់ធ្វើការលះបង់ចំណុចខ្លះដែលគាត់ថាមិនសូវចាំបាច់ហ្នឹងគាត់លះបង់ឲ្យភាគីដើម្បីដោះដូរហ្នឹងហើយហេតុអីដែលយើងមិនចោទទេមែនទេមិនចោទថាជាការដោះដូរទេប៉ុន្តែបើយើងយកផែនទីបារាំងមកផ្ទៀងផ្ទាត់ថាយើងនឹងការបោះបង្គោលជាក់ស្ដែងរាល់ថ្ងៃគឺវាខុសឆ្ងាយពីផែនទីបារាំងហើយបើខុសឆ្ងាយផែនទីបារាំងបោះបង្គោលព្រំដែនលើដីជាក់ស្ដែងវាដើរនៅក្នុងខ្សែបន្ទាត់ព្រំដែនខ្មែរហើយវាដើរនៅក្នុងខ្សែបន្ទាត់ព្រំដែនរបស់ថៃបានន័យថាយើងបាត់ដីបាទយើងបាត់ដីព្រោះយើងអត់បានយកផែនទីបារាំងពិតប្រាកដមកផ្ទៀងផ្ទាត់វាស់វែងឲ្យត្រឹមត្រូវតាមក្បួនខ្នាតរបស់តាមសន្ធិសញ្ញាបារាំងសៀមហ្នឹងហើយចេះតែបកស្រាយទៅអង្គុយបកស្រាយឲ្យគម្រាមគេទៅអញ្ចឹងឲ្យយើងជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយភាពត្រឹមត្រូវមិនដែលយើងមិនជឿជាក់ថាដោះស្រាយតាមភាពត្រឹមត្រូវទី1ធ្វើកិច្ចព្រមព្រៀងថ្មីបោះបង្គោលវាស់វែងតាមរូបមន្តភាពជាក់ស្ដែងហើយរូបមន្តភាពជាក់ស្ដែងហ្នឹងគឺប្រកាសជាធ្វើឲ្យកំណត់ស្ថានភាពដីជាក់ស្ដែងហ្នឹងមិនស្របតាមក្បួនខ្នាតរបស់ផែនទីចាស់រូបមន្តចាស់ទេអញ្ចឹងណាបងណាអាហ្នឹងវាអញ្ចឹងបានថាក្នុងរឿងនេះរដ្ឋាភិបាលកម្ពុជាហ្នឹងគឺបង្កប់នៅរឿងមិនប្រក្រតីច្រើនយ៉ាងតាំងពីរឿងវាស់វែងបោះបង្គោលព្រំដែនថ្មីជាមួយថៃហ្នឹងផងតាំងពីរឿងគម្រាមកំហែងប្រជាពលរដ្ឋខ្មែរមិនឲ្យចេញតវ៉ាមិនឲ្យការពារដីភូមិកររបស់គាត់ដែលកំពុងបាត់ផងរួមទាំងគម្រាមកំហែងអ្នកប្រឆាំងហ្នឹងមិនឲ្យមាត់ឲ្យកទៀតដូច្នេះរដ្ឋាភិបាលកម្ពុជានេះហាក់មិនងាកដោះស្រាយបញ្ហាដោយប្រក្រតីដោយត្រឹមត្រូវជាមួយថៃទេតែយកអាភាពមិនត្រឹមត្រូវក្នុងការដោះស្រាយមកបង្ក្រាបជាបរដ្ឋខ្លួនឯងមិនឲ្យនិយាយអាហ្នឹងខ្ញុំជូនយោបល់ប៉ុណ្ណឹងបងអូនក្នុងរឿងហ្នឹងបាទអរគុណច្រើនលោកម៉ែនណាតសម្រាប់ការចំណាយពេលផ្ដល់បទសម្ភាសន៍ឲ្យ VD នៅថ្ងៃនេះបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណលោកសែនសច្ចៈសម្រាប់ការជជែកគ្នាពេលនេះហើយនឹងសូមជម្រាបលា